ៃប្រើក្របបែកចង្កោមវាយប្រហារលើកម្ពុជាមិនមែនជាការវាយប្រហារនៅថ្ងៃនេះទេតែជាការវាយប្រហារលើអនាគតរបស់កម្ពុជានេះគឺជាក្របបែកចង្កោម M46 ដែលយោធាថៃប្រើមកលើកម្ពុជាក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ខ្លួនមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជាវាមិនមែនគ្រាន់តែជាអាវុធនោះទេប៉ុន្តែវាជាអន្ទាក់សម្រាប់ជនស៊ីវិលក្របប្រភេទនេះងាយនឹងផ្ទុះការប៉ះស្រាលរំញ័រតិចតួចការចង់ដឹងការចង់ឃើញរបស់កុមារឧបករណ៍របស់កសិករនៅក្នុងដីមួយណាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរក្របទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់កម្ពុជាយើងកសិដ្ឋានរបស់យើងព្រៃរបស់យើងភូមិរបស់យើងហើយនៅទីនោះជាយូរបន្ទាប់ពីការបាញ់ផ្លោងរួចមើលមិនឃើញគ្មានស្លាកស្នាមនិងនៅរងចាំមនុស្សឬសត្វសម្រាប់កសិករកម្ពុជាវាមានន័យថាជាការភ័យខ្លាចប្រចាំថ្ងៃដែលគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់ខ្លួនសម្រាប់កុមារកម្ពុជាវាគឺជាឃាតករដែលបន្លំខ្លួនជាប្រដាប់លេងឬជាសំណល់ធម្មតាវាមិនមែនជាការការពារទេវាមិនមែនជាឧបទ្ទវហេតុទេវាគឺជាការគំរាមកំហែងដល់ផ្ទៃដីនិងជីវិតរបស់ប្រជាជនកម្ពុជាស្គាល់អាវុធទាំងនេះយើងធ្លាប់រងទុក្ខពីពួកវាពីមុនមកយើងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះជនស៊ីវិលស្លូតត្រង់សម្រាប់ឆ្នាំខាងមុខការប្រើប្រាស់ក្របបែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេវាគឺជាការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជាពិភពលោកត្រូវតែឃើញរឿងនេះហើយមិនត្រូវនៅស្ងៀមឡើយ